បាទជំរាបសួរពុកម៉ែបងប្អូនបាទនេះថ្ងៃនេះបងប្អូនបាទអត់បានធ្វើការទេបងប្អូនពីរនាក់ប្រូថងនាំគ្នាមកស្ទួយត្រីបងប្អូនបាទបើកតែក្បាលវីដេអូមកបងប្អូនអើយមើលទាំងអស់គ្នាបងប្អូនបាទប្រូថងក៏ចាប់ផ្ដើមចុះទៅដោះត្រីបងប្អូនបាទលើកទី1បងប្អូនមកដល់ដាក់សន្ទូចភ្លាមត្រីស៊ីភ្លាមក៏ជិបដប់ភ្លាមបងប្អូនបាទដោយសារតែប្រឡងយើងនេះបងប្អូនកន្លែងវាទូចបងប្អូនបាទស្ទួយ2នាក់គឺជាងអៀតហើយដល់ពេលចោលម្ដងបងប្អូនចុះទឹកបងប្អូនបាទព្រោះកន្លែងចោលនេះខ្ញុំអង្គុយក្រោមដើមសរសៃបងប្អូនចោលអាការសន្ទូចវារៀងវែងខ្ញុំត្រួសតាខាងក្រោមទេបងប្អូនបាទត្រួសខាងក្រោមឆ្លាស់រួចខ្ញុំចោលទៅបងប្អូនបាទចោលពេលខ្លះក៏ចោះទឹកចោលបងប្អូនបាទសត្វដោយសារតែប្លង់យើងនៅវាពិបាកចោលពេកជួនកាលចោះទឹកជើងមិនចាហៀងនៅខាងលើចោលបងប្អូនបាទបើមិនចោះចោលអាកើតបងប្អូនបាទនេះក្បាលដំបងប្រូថងក៏ចាប់ផ្ដើមដាក់ទៅជាប់មួយបងប្អូនបាទជាប់មួយតែអូសល់ឲ្យចោះទឹកបងប្អូនត្រីរៀងផ្អើលយូរដែរត្រឹមបានត្រីមកស៊ីវិញបងប្អូនបាទហើយនេះប្រូថងក៏ចាប់ផ្ដើមឲ្យលើកត្រីមកបងប្អូនត្រីក៏មិនទូចទេណាបងប្អូនមើលទាំងអស់គ្នាបងប្អូនបាទត្រីនេះចូលចង់កន្លះគីឡូឲ្យ3ខាំ4ខាំបងប្អូនបាទមិនទូចណាបងប្អូនបាទហើយនោះប្រូថងក៏ចាប់ផ្ដើមដើរឡើងមកវិញហើយរៀងពើតបន្តិចបងប្អូនដោយសារតែក្នុងទឹកហ្នឹងវាសារៈសរសៃច្រើនបងប្អូនបាទតែយើងដើរលឿនពេកវាអាចនឹងមុតបលាស័យអញ្ចឹងបងប្អូនបាទនេះបងប្អូនមកមើលទាំងអស់គ្នាបងប្អូនបាទមើលខ្ញុំក៏មិនចេះតែនិយាយដែរបងប្អូនបាទតែបានត្រីបានថតនិយាយជូនពុកម៉ែបងប្អូនទស្សនាមិនងាយទេវីដេអូខ្ញុំដែលថតចេញមួយថាมันបានត្រីឬមួយធ្វើអីมันបានជាសាច់ការជូនពុកម៉ែបងប្អូនទស្សនាទេគឺខ្ញុំចាប់ផ្ដើមថតគឺមានវីដេអូដែលមានសាច់ការមានដឹងក្បាលដឹងកតុយបងប្អូនបាទចុងវីដេអូដឹងតែមានបានត្រីបានអីហើយបងប្អូនបាទវីដេអូខ្ញុំមួយដឹងថាចេញមកក្លែមជូនពុកម៉ែបងប្អូនទស្សនាបងប្អូនបាទហើយត្រីនេះបងប្អូនបាទជិបតាំងពីពោះបងប្អូនបាទផ្លែវាជិបពោះមួយជិបមឹកមួយបងប្អូនបាទបើថាជិបតែមឹកប្រហែលជាត្រីនេះมันបានហូបទេបងប្អូនបាទព្រោះថាត្រីប៉ានីតនេះបងប្អូនតែជិបមឹកវាផុយហ្នឹងបងប្អូនវាក្លើសរបូតបាត់បងប្អូនបាទហើយនេះបងប្អូនត្រីចាប់ផ្ដើមស៊ីទេបងប្អូនបាទស៊ីសន្ទូចខ្ញុំម្ដងបងប្អូនបាទប្រូថងក៏ចាប់ផ្ដើមបិទទៅចោលឲ្យខ្ញុំឡាយដោះសន្ទូចដោះត្រីដាក់ក្នុងស្បៃតែអត់បានថតជូនបងប្អូនទស្សនាទេបងប្អូនអូហូបងប្អូនមើលតើអូមកមិនទូចទេបងប្អូនបាទត្រីនេះមកបងប្អូនបាទនេះអូហូមិនមែនត្រីប៉ានីនទេបងប្អូនបាទគឺត្រីឆ្ពិនបងប្អូនបាទនេះបងប្អូនត្រីឆ្ពិនធំដែរបងប្អូនបាទធំជាងត្រីប៉ានីនមិញតិចបងប្អូនបាទយ៉ាទឹកដៃប្រូថងមិនមែនលំទេណាបងប្អូនបាទនេះយ៉ាបានមួយទៀតបងប្អូនបាទថ្ងៃនេះបានទាំងព្រឹកបាន2បងប្អូនចាំមើលតើមួយថ្ងៃวันងាយនេះបានប្រហែលត្រីបងប្អូនបាទនេះប្រូថងគេចាប់ផ្ដើមបេះបងប្អូនបាទគាត់បេះគាត់មើលលេងមើលឆ្វេងមើលស្ដាំគាត់ថាអូត្រីនេះបើថាមកជិបឆ្ងាយវិញប្រហែលជាមិនបានទេប្រហែលជាអំបិលបងប្អូនបាទសារតែកន្លែងប្រឡងយើងវាចិត្តដែរបងប្អូនបានហូបព្រោះត្រីវាចិត្តដាច់មឹកហើយអូមកគវីកវិតមិនចង់ដាច់មឹកបងប្អូនបាទខ្ញុំប្រូថងឡាយធ្វើកែប្រកាសជូនពុកម៉ែបងប្អូនទស្សនាទាំងអស់គ្នាហើយប្លង់ខ្ញុំបងប្អូនមើលទៅទំនងអត់បងប្អូន